Trong được số crewថ្ងៃដែរគឺខ្ញុំនឹងមកនិយាយតទៅនឹងរបៀបនៃការមើល CPU usage ដែលថាការប្រើប្រាស់របស់ CPU នៅពេលយើងបើក task ផ្សេងៗតើវានឹងមានប្រតិបត្តិការខ្លះនៅលើ CPU ហ្នឹងឥឡូវយើងមើល comment អស់នេះយើងបើក terminal មកជំរាប top .e 1គឺវានឹងបង្ហាញផ្ទាំងមួយនេះមកហើយផ្ទាំងមួយនេះគឺនៅលើហ្នឹងគឺយើងមានជា detail ផ្សេងៗដូចជា memory ឬ swap ផ្សេងៗប៉ុន្តែអ្វីដែលយើង focus នៅថ្ងៃនេះគឺយើងនឹងមកមើលនេះទាំងគឺយើងមកមើល matrix ទាំង5នេះដោយទី1យើងមកមើលទៅលើ SY នេះគឺគេហៅថា system time ហើយ system time គឺជាភាគរយរបស់ CPU ដែល CPU វាចំណាយពេល run ទៅលើ kernel ឬក៏ OS system code បានន័យថាពេលគឺជាភាគរយនៃពេលវេលារបស់ CPU គឺវាធ្វើទៅលើលក្ខណៈថា run ទៅលើ OS លើ kernel លក្ខណៈថា run លើ kernel ហើយដែល kernel គឺវាជា OS មួយដែលសម្រាប់ឲ្យការដំណើរការលើ counter វាកាន់តែ smooth ល្អអញ្ចឹងហើយរបៀបតេស្តមើលថា system time វានឹងដំណើរការមកយើងអាចមើលទីសាស្ត្រមួយទៀតចឹងយើងដាក់នេះមកយើងដាក់ command នេះមកហើយ command នេះគឺវានឹងចាប់ផ្ដើម read និង write file ជាច្រើនដងហើយវាចេញពី file folder មួយទៅ folder ផ្សេងទៀតប៉ុន្តែគឺកន្លែង focus គឺយើងចង់ដឹងថានៅពេលដែល run ហើយគឺតើ system time វានឹង load មកអត់ enter មកចាប់ដើមសង្កត់ថាមើល system time គឺវាឡើងដោយសារតែ CPU វាពងតែចាប់ដើមធ្វើការ run OS ដូចជា run read write file ទៅហើយយើង control C មកយើងបិទវាមកគឺ SY គឺធ្លាក់ចូលវិញឥឡូវយើងមកមើលmatrix មួយទៀតគឺ ID គឺយើងមកមើល ID នេះគឺចង់សំដៅលើ idle time របស់ counter ក៏ដូចជា idle time របស់ CPU ហើយ CPU គឺលក្ខណៈថា CPU អត់ធ្វើអីសោះគឺបាននៅពេលដែលភាគរយនៅវាមុខ ID នេះកាន់តែកើនគឺវាអត់មានបានណាវា CPU គឺអត់ធ្វើអីទាំងអស់តែបើសិនជាចំនួនភាគរយ ID នៅមុខនេះវាធ្លាក់ចុះគឺបានណាគឺ CPU កំពុងតែដំណើរការកម្មវិធីមួយឬក៏ធ្វើ operation មួយលើហ្នឹងឥឡូវយើងមកមើលបន្តរឿងមួយទៀតគឺ US នេះគឺយើងមកមើល US នេះគឺវាចង់សំដៅទៅលើភាគរយនៃពេលវេលា CPU ដែលវាចំណាយនៅទៅលើការ run program មួយដូចជាហៅថាយើងបើក browser ហើយបើក Word Excel ឬក៏បើក game អីចឹងទៅគឺវានឹងបង្ហាញថាគឺវានឹងកើននៅពេលយើងបើកកម្មវិធីដែលយើងកំពុងតែលក្ខណៈកម្មវិធីដែលយើងត្រូវការប្រើប្រាស់ហ្នឹងហើយរបៀបក្នុងការតេស្តយើងក៏យើងមានយើងបើក
នេះវាលោតដល់10ហ្នឹងនៅទៅយើងចាប់ដើមមក run កម្មវិធីមួយមកទៅក៏យើងមានកម្មវិធីគឺ run file មួយគឺ run file Python ដើម្បីមើលថាវាឡើងខ្លាំងយ៉ាងណាទៀតពេលដែលយើង run file នេះគឺវាលោតឡើងដល់12ហ្មងឥឡូវយើង run ទៅនេះគឺវាឡើងយ៉ាងមែនតើហើយ CPU ចាប់ដើមដំណើរការដោយសារតែយើង run file Python នេះដល់2ហើយ file Python ហ្នឹងគឺយើងទៅសេវាតកតងទៅនឹងឲ្យវា loop អញ្ចឹងយើងបានឃើញនៅពេលដែលយើងចាប់ដើមកំពុងតែកម្មវិធីដែលយើងបើកនឹងកំពុងតែ run គឺវាគឺចាប់ដើម run ដែរប៉ុន្តែនេះគឺជា user time ប៉ុន្តែ percentage ដូចជាភាគរយនៃការ run app របស់ user តែយើង kill វាចោលអស់មកគឺធ្លាក់មកដូចដើមវិញគឺនៅធ្លាក់មក10អត់ដែរដូចយើងមើលដំបូងអញ្ចឹងឥឡូវយើងមកមើល matrix មួយទៀតយើង move ទៅ matrix មួយទៀតគឺ ni គឺចង់នេះគឺមានន័យថា ni គឺថា nice time ហើយ nice time នេះគឺន័យរបស់វាគឺចង់និយាយតកតងទៅនឹង priority របស់ user program គឺដូចជា background task ផ្សេងៗឬក៏ batch processing ដូចយើងអាចនិយាយបានថានៅពេលយើងចង់ប្រើ SQL យើងត្រូវការបើក MySQL ឲ្យវា run នៅក្រោយដើម្បីយើងអាចប្រើប្រាស់ MySQL បានឬក៏ VPN យើងបើក VPN មកដើម្បីឲ្យ VPN ណាគេយើងប្រើទៅ shell ខ្ញុំប្រើ shell ផ្សេងៗគេហៅ night time គឺគេនិយាយទៅក្នុង priority ហើយរបៀបមើលថាចង់ដឹងថាវា priority ឬ priority យើងអាចមើលទៅលើ PR នេះបានឬក៏យើងអាចតេស្ត file ផ្ទាល់ហើយយើងទៅសេនេះនេះគឺវារ៉ានេះគឺ2082នេះគឺបានគឺវា run file មួយដែលវា file គឺទៅ30តែបើសិនយើងចង់យើង run មួយទៀតគេប៉ុណ្ណឹងទៅឲ្យចូលឥឡូវយើងដាក់value ចូលនេះវាវិញពេលយើងដាក់ value ចូល10យើងដាក់10ទៅឃើញចាប់ដើមមកមើលនៅនេះឃើញថា priority របស់value 10នេះវាឡើងណា priority ច្រើនជាងfile ផ្សេងៗដែលយើងបានហើយ ni វាចាប់ដើមដំណើរការ priority ទៅលើ file ដែលយើងកំពុងតែ run នេះអញ្ចឹងហើយតើប៉ុណ្ណឹងយើងធ្វើ kill មកនឹង kill ហើយឥឡូវយើង move on ទៅWA ម្ដងWA នេះគឺគេចង់បានន័យថាគឺគេសំដៅទៅលើ waiting time ដែល waiting time ហ្នឹងគឺបានន័យថាការ percent គឺជាភាគរយដែលយើងត្រូវរងចាំដែល CPU ត្រូវរងចាំការ read write របស់ operation ណាមួយដើម្បី complete ដូចជាដូចឧទាហរណ៍ថាCPU ដើរលឿន run fast ផ្សេងៗដើរលឿនតែពេល hard disk វិញគឺវាដំណើរការដើរមួយអញ្ចឹង
WA ឡើយនេះគឺវាដើរតួជាលក្ខណៈថាវាតំណាងឲ្យការរងចាំរបស់ CPU ទៅលើhard disk ដែលវាដំណើរការយូរគឺចង់និយាយថាហ្នឹងហើយយើងអាចតេស្តវាបានដោយយើងប្រើ command នេះមួយមកហើយយើងប្រើ command នេះមកគឺយើងគាត់ចង់ដឹងថានៅពេលដែលវាកំពុងតែ read write file ដែលធំតើhard disk របស់ខ្ញុំនេះវាដំណើរការយូរចឹងwaiting time របស់ CPU នឹងវានឹងមានការម្ល៉េះរលីមិនចេញមើលអស់នេះយើងវាយមកគឺចាប់ដើមយើងឃើញយើងចាប់ដើមឃើញថាវាឡើងដល់ 1% ឬ 1% ជា4ដោយសារតែfile នេះកំពុងតែ read write file ធំដែលវាត្រូវឲ្យ CPU រងចាំហើយក៏ដូចជាCPU វាដំណើរការហើយ system time ក៏វាដំណើរការដោយសារតែវាកំពុងតែ read write file ធំទាំងអស់ហ្នឹងហើយយើង Ctrl C មកនេះគឺឧស្សាហ៍តែ file ធំគឺធំមែនតើចឹងវាត្រូវការទៅពេលដែល hard disk វាដំណើរការយូរចឹងធ្វើឲ្យ waiting time កាន់តែឡើងតែបើសិនជាយើងប្រើ SSD វាអាចនឹងដើរលឿនទៅវាអាច waiting time តិចជាងហ្នឹងអញ្ចឹងឥឡូវយើងចាប់តែប៉ុណ្ណឹងគឺនេះគឺជាការបង្ហាញនៅ matrix នៃការយល់ដឹងនៅ matrix របស់ CPU សូមអរគុណគ្រូ